Cái tha thua sai nâng tắc thua sực nâng bài dân đang hay tha là ní bật tay dân gặp bông tài chua bánh nhà ha để cái chiêm pin để cái về mà hà mà lời dớnហើយបងបងកងតបជួមុខដែលគាត់នៅសមរភូមិដែលការពីបូរណភាពទឹកដីហ្នឹងគឺកំពុងតែស្វិតស្វាញខ្លាំងមែនតើក្នុងនាមជាតបជួខាងក្រោយនេះក៏យើងមិនភ្លេចដែរនៅកាតព្វកិច្ចក៏ដូចជាភារកិច្ចដែលយើងត្រូវបំពេញដូចជាការងារមួយចំនួនការរកស៊ីក៏ដូចជាវិជាកសិករគឺគាត់នៅតែបន្តនៅក្នុងការធ្វើស្រែធ្វើចំការដើម្បីធ្វើយ៉ាងណាឲ្យមានផលដំណាំក៏ដូចជាសេដ្ឋកិច្ចនៅតែអាចមានសម្រាប់ពួកគាត់ដូចគ្នាដែរអញ្ចឹងជាក់ស្ដែងទៅដូចជាបងប្រុសអញ្ចឹងដែលគាត់គឺជាវិជាកសិករមួយរូបដែលគាត់ប្រកបរបរធ្វើស្រែដាំស្រូវហ្នឹងហើយកន្លងមកគឺគាត់ធ្វើបែបលក្ខណៈប្រពៃណីយើងនឹងឲ្យថានៅក្នុងសម័យឥឡូវនេះបើសិនជាយើងនៅតែបន្តឬមួយក៏យើងអត់ទាន់ឈានទៅមកកម្រិតទៀតនៅក្នុងការធ្វើអ្វីមួយគឺវារៀងពិបាកបន្តិចហើយដោយសារតែបច្ចុប្បន្ននេះឧបករណ៍មួយចំនួននៅក្នុងការធ្វើស្រែធ្វើចំការឬមួយក៏ការប្រើប្រាស់អីផ្សេងៗក៏វាកាន់តែដំណើរការទៅមុខកាន់តែមកកម្រិតទៀតហើយជាក់ស្ដែងបើយើងប្រៀបធៀបអំពីការព្រួសស្រូវដោយដៃដូចជាបងប្រុសគឺគាត់ត្រូវការចំណាយពេលវេលាច្រើនខ្លាំងមែនតើបើនិយាយរួមគឺមួយព្រឹកទល់ល្ងាចនោះទៅអាចបញ្ចប់ការងារការព្រួសពូជស្រូវរបស់គាត់បានអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងដោយសារតែគាត់ចាប់អារម្មណ៍ទៅលើប្រភេទដ្រូនកសិកម្ម DJI ដូច្នេះក្រុមការងារខាងដ្រូនកសិកម្មខ្មែរ PLC បានធ្វើការយកដ្រូនកសិកម្ម DJI ប្រភេទ T100 ជា model ដែលមានសមត្ថភាពខ្ពស់ដែលអាចជំនួសកម្លាំងពលកម្មហើយជាពិសេសនោះគឺអាចធ្វើការរយៈពេលដ៏ខ្លីមួយដោយមិនចាំបាច់ចំណាយពេលពេញមួយថ្ងៃទៀតទេអញ្ចឹងជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរក្រុមការងារដ្រូនកសិកម្មខ្មែរ PLC បានមកដល់ទឹកដីនៅគៀនស្វាយហើយបងប្រុសគឺគាត់ជាអ្នកប្រកបរបរធ្វើស្រែដាំស្រូវហើយការធ្វើស្រែរបស់គាត់នោះគឺដោយជាលក្ខណៈការធ្វើតាមបែបប្រពៃណីឯនឹងជាដើមអញ្ចឹងថ្ងៃនេះដែរខាងក្រុមការងារគឺបានយកដ្រូនមកតេស្តជូនបងប្រុសដែលទំហំទៅលើដី2ហិកតាហើយតាមដែលសាកសួរព័ត៌មានទៅបងប្រុសគឺទម្លាប់នៃការធ្វើក៏ដូចជាការព្រួសស្រូវរបស់គាត់នឹងនៅក្នុងមួយហាត់គឺចំណាយក្របពូជស្រូវរហូតដល់200គីឡូណោះអញ្ចឹងចំពោះដ្រូនកសិកម្ម T100 គឺស៊ីផុយខ្លាំងមែនតើសម្រាប់ដីមួយហាត់200គីឡូនេះគឺឡើងតែ2ជើងទេគឺថាអូខេតែម្ដងអញ្ចឹងប្រភេទ T100 នេះគឺថាឡើងត្រឹមតែ2ជើងទេសម្រាប់ក្របពូជស្រូវ200គីឡូនេះគឺថាអាចព្រួសទៅលើទំហំដីមួយហាត់បានយ៉ាងស្អាតតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបើសិនជាមានតម្រូវការទៅលើប្រភេទដ្រូនកសិកម្មសម្រាប់យកទៅប្រើប្រាស់ទៅលើដីស្រែឬមួយក៏ចំការមិនថាបាច់ពូជស្រូវបាច់ជីឬមួយក៏យកទៅបាញ់ថ្នាំអីហ្នឹងអាចតំណែងមកដ្រូនកសិកម្មខ្មែរ PLC បានហើយបើសិនជាមានព័ត៌មានសាកសួរឬមួយក៏មានចម្ងល់អីអាចឆាតចូលមកក្នុង page ដ្រូនកសិកម្មខ្មែរ PLC ដើម្បីឲ្យក្រុមការងារយើងធ្វើការរៀបរាប់ក៏ដូចជាប្រាប់នៅព័ត៌មានមួយចំនួនដែលពុកម៉ែបងប្អូនមានចម្ងល់ហើយជាចុងក្រោយក៏អរគុណសម្រាប់ពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូនេះក៏ជូនពរសម្រាប់បងកងតបជួរមុខដែលកំពុងតែការពារវឌ្ឍនភាពទឹកដីជួបតែសេចក្តីសុខសំណាងល្អទាំងអស់គ្នាអរគុណ